it, and also on here. Just take it off, and the rope like this is okay. You can take no problem. ស្ត្រីជនបរទេសម្នាក់ទំនងជាជនជាតិវៀតណាមត្រូវបានអាជ្ញាធរឲ្យដូរគ្រឿងអលង្ការខ្លះនៃឈុតដែលនាងក្រុងរបៀបសម្លៀកបំពាក់ថៃវីដេអូខ្លីមួយដែលបង្ហោះលើគណនី TikTok ដែលទំនងជាជនជាតិវៀតណាមបានបង្ហាញឲ្យឃើញស្ត្រីមួយរូបក្រុងឈុតរបៀបឈុតបុរាណថៃដើរនៅបរិវេណអង្គរត្រូវបានអាជ្ញាធរមានសមត្ថកិច្ចប្រចាំនៅអង្គរវត្តណែនាំឲ្យដោះចេញនូវគ្រឿងអលង្ការមួយចំនួនដែលនាងពាក់ដូចជាក្បាំងខាងមុខនិងខ្សែកដែលមើលទៅមានរចនាបថរបស់ប្រទេសជិតខាងនោះក្នុងវីដេអូបង្ហោះក្នុងបណ្ដាញសង្គម TikTok នឹងមានរយៈពេលប្រមាណ1នាទីដំបូងឡើយបង្ហាញឲ្យឃើញស្ត្រី2នាក់ដែលមានម្នាក់រាងខ្ពស់ស្លៀកសម្លៀកបំពាក់អាវផាយឆាយជាឈុតខោអាវវៀតណាមចុះពីលើឡានក៏ដូរសម្លៀកបំពាក់ចេញរួចយកឈុតនិងគ្រឿងតុបតែងកាយមកស្លៀកចូលមើលប្រាសាទអង្គរវត្តដើម្បីដើរកម្សាន្តនិងថតរូបភាពរួមទាំងវីដេអូយកទៅបង្ហោះលើបណ្ដាញសង្គមក្នុងវីដេអូនោះគេបានឃើញនារីជនជាតិបរទេសបានតុបតែងកាយឲ្យនារីម្នាក់ទៀតដែលតុបតែងខ្លួនក្នុងឈុតបុរាណក្រងគ្រឿងអលង្ការខ្សែកនិងរបាំងមុខលើរ៉ូបរបស់នាងដែលមានរចនាបថរបៀបឈុតប្រទេសជិតខាងបន្ទាប់មកក្នុងវីដេអូដដែលគេឃើញមន្ត្រីអាជ្ញាធរជាតិអប្សរាបានណែនាំស្ត្រីខាងលើឲ្យដោះចេញនៅឈុតខ្សែកនិងរបាំងខាងមុខដែលនាងបានដាក់ចងជាប់ចង្កេះធ្លាក់មកគ្របខាងមុខឈុតរបស់នាងវីដេអូខ្លីនេះទទួលបានការចាប់អារម្មណ៍ពីមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមដែលបានធ្វើការចែករំលែកតៗគ្នានិងបានសម្ដែងការត្រេកអរនិងសប្បាយចិត្តជាខ្លាំងក្រោយឃើញមន្ត្រីអាជ្ញាធរជាតិអប្សរាបានណែនាំស្ត្រីជនជាតិវៀតណាម2នាក់មិនឲ្យស្លៀកសម្លៀកបំពាក់ឈុតរបៀបប្រទេសថៃចូលទស្សនាប្រាសាទអង្គរនៅក្នុងវីដេអូដដែលគឺមន្ត្រីអនុញ្ញាតឲ្យនាងដើរទស្សនាក្រោយព្រមដោះចេញនៅផ្នែកខ្លះនៃគ្រឿងតុបតែងកាយរបស់នាងដែលមិនមែនជារបស់ខ្មែរទន្ទឹមនឹងនោះក៏មានមតិមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនសម្ដែងការខឹងសម្បារនិងមិនពេញចិត្តផងដែរក្រោយឃើញស្ត្រីជនជាតិបរទេសក្រងឈុតមិនត្រឹមត្រូវចូលក្នុងទឹកដីដ៏អច្ឆរិយៈនិងមហិមាអស្ចារ្យនៃប្រាង្គប្រាសាទបុរាណខ្មែរអង្គរវត្តដែលជាសម្បត្តិកេរដំណែលដូនតាខ្មែរនិងជាបេតិកភណ្ឌពិភពលោកនោះការណែនាំស្ត្រីបរទេសនោះឲ្យផ្លាស់ប្ដូរចេញនូវគ្រឿងតុបតែងកាយដែលមិនមែនជារចនាបថខ្មែរបានធ្វើឲ្យមហាជនខ្មែរសម្ដែងការត្រេកអរនិងសប្បាយចិត្តគ្មានអ្វីប្រៀបបាននោះឡើយចំពោះឆន្ទៈដ៏មុតមាំនិងសេចក្តីថ្លៃថ្នូរព្រមទាំងទង្វើដ៏ល្អប្រពៃថ្លៃថ្លារបស់មន្ត្រីអាជ្ញាធរជាតិអប្សរានិងអ្នកបកប្រែភាសានៅទឹកដីអង្គរដោយអ្នកខ្លះបានពោលពាក្យថាសូមសរសើរនៅទង្វើនិងសកម្មភាពនិងភាពរហ័សរហួនរបស់បងអាជ្ញាធរជាតិអប្សរាខ្ញុំពិតជាត្រេកអរណាស់ក្រោយឃើញការស្រឡាញ់និងការជួយថែរក្សាសម្បត្តិវប្បធម៌អរិយធម៌ជាតិខ្មែររបស់បងដោយឡែកចំពោះមហាជនមួយចំនួនទៀតក៏បានសម្ដែងការខឹងសម្បារនិងមិនពេញចិត្តជាខ្លាំងចំពោះទង្វើរបស់ស្ត្រីជនជាតិបរទេសទាំងពីរនាក់ខាងលើដោយមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះបានបញ្ចេញមតិថាមិនគួរគាត់ទាំងពីរមកទស្សនាប្រាសាទអង្គរវត្តបែរជាចង់ធ្វើខុសទ្រង់ទ្រាយដើមនៃសម្លៀកបំពាក់ប្រពៃណីជាតិខ្មែរខ្ញុំបាទរៀមរ៉ាន់ពីកម្មវិធី60